ត្រូវការបានមកដល់ហើយព្រះពុទ្ធលោកហៅថាកសិណជាបឋមអាត្មាភាពសូមនមស្ការចំពោះព្រះត្រៃរតន៍ដែលមានព្រះបរមសាសនាជាប្រធានសូមនមស្ការចំពោះព្រះធម៌ដែលជាធម៌ចម្លងសត្វលោកទៅកាន់បរមសុខគឺព្រះនិព្វាននិងសូមនមស្ការចំពោះអរិយសង្ឃដែលលោកដឹងនៅអរិយមគ្គហើយបានសម្រេចនៅអរិយផលប្រធានបទថ្ងៃនេះនិយាយអំពីកសិណនេះលោកបានបញ្ជាក់នៅក្នុង3ដក19ទំព័រ344លេខ338ធម៌10ដែលគួរចម្រើនតើដូចម្ដេចគួរចម្រើនគឺចម្រើនសមាធិឬចម្រើនវិបស្សនាកសិណាយតនៈមាន10យ៉ាងដូច្នោះកសិនវាមាន10ប៉ុន្តែបឋមពោធិកាលគឺការត្រាស់ដឹងជាដំបូងដែលយើងពលត្រូវពធជាដំបូងគឺយើងអ្នកធ្វើសមាធិឬវិបស្សនានោះគឺឃើញតែកសិនតែមួយប៉ុណ្ណោះក្នុងចំណោមកសិនទាំង10ព្រះពុទ្ធក៏លោកប្រាប់ដែរថាឲ្យមើលទៅលើអាកាសហើយអាត្មាដឹងថាមើលទៅលើអាកាសហ្នឹងគឺមើលទៅកាន់ប្រចាំពីព្រោះអាត្មាមើលទៅកាន់ប្រចាំនៅថ្ងៃពេញបរមីនោះគឺអាត្មាបានឃើញពន្លឺក្រហមពណ៌ក្រហមនិងប្រចាំពណ៌ក្រហមព្រះពុទ្ធលោកហៅថាពន្លឺទឹករូបទឹកដូច្នោះរបស់ទឹកទាំងពីរនោះពណ៌ក្រហមដូច្នោះព្រះពុទ្ធលោកហៅថាលោហិតកសិណដូច្នោះអាត្មាបានឃើញនៅលោហិតកសិណនោះឯងដូច្នោះតើយើងរកកសិណហ្នឹងមានផលប្រយោជន៍អ្វីដូច្នោះពេលនេះអាត្មានាំសាធុជនមកមើល3ដក69វិញម្ដងគឺបដិសម្ពីទាដើម្បីធូរធ្លាយក្នុងធម៌តើព្រះពុទ្ធលោកឲ្យរកកសិណហ្នឹងមានផលប្រយោជន៍អ្វីឥឡូវយើងចូលមកសមាធិ8ណាសមាធិ8ហ្នឹងគឺព្រះពុទ្ធលោកដាក់ថាគឺចិត្តជាឯកកតាចិត្តជាឯកកតាដោយអំណាចបថវៃកសិណណាហើយបន្តទៀតចាំអាត្មាសំទោសបន្តិចវល់បន្តិចបន្តទៀតគឺថាយើងពិបាកបន្តិចណាដោយអំណាចបថវៃកសិណឈ្មោះថាអវិខេបសមាធិណាមានន័យថាយើងរកកសិណហ្នឹងទៅគឺចិត្តយើងចិត្តភាសាបាលីគេដាក់ស្រួលមកគឺចិត្តរសឯកកតាគឺសភាវៈចិត្តមានអារម្មណ៍មូលតែមួយឬក៏យើងមិនដាក់មូលក៏បានដែរណាចិត្តរសឯកកតាហ្នឹងគឺសភាវៈចិត្តមានអារម្មណ៍តែមួយហើយខ្មែរនេះគេដាក់អញ្ចឹងគឺពិបាកបន្តិចអាត្មាចូលចិត្តមើលខាងបាលីដូច្នោះកណាចិត្តយើងមើលទៅប្រច័នហើយយើងមើលទៅប្រច័នហ្នឹងគឺចងសតិយើងចងចិត្តយើងឲ្យមានអារម្មណ៍មូលតែមួយកណាចិត្តយើងមានអារម្មណ៍មូលតែមួយហ្នឹងហើយសភាវៈចិត្តមានអារម្មណ៍មូលតែមួយហ្នឹងគឺយើងអាចរកធម៌ឃើញហើយលោកដាក់ថាម៉េចលោកដាក់ថាឈ្មោះថាអវិខេបសមាធិណាប្រែមកថាសមាធិតែចិត្តយើងមិនរៀមមីណាអវិខេបអញ្ចឹងបានយើងចេះអដ្ឋៈស្រួលណាអដ្ឋៈណា
សម្មាសមាធិគឺសមាធិត្រូវគឺអវិខេបៈនេះអវិខេបៈនេះណាគឺចិត្តមិនរីមាយដូច្នោះលោកថាកណាយើងរកកសិនហ្នឹងមើលទៅលើអាកាសហ្នឹងគឺមើលទៅប្រចាំពុទ្ធលោកអត់ប្រើទេប៉ុន្តែអាត្មាដឹងព្រោះអាត្មាធ្លាប់រកឃើញទៅហើយដូច្នោះអាត្មាបញ្ជាក់ប្រាប់អញ្ចឹងថាមើលទៅប្រចាំថ្មីបិទពុទ្ធជាម្ចាស់លោកអត់ប្រាប់ប៉ុន្តែអាត្មាដឹងដូច្នោះកាលណាយើងមើលទៅប្រចាំចិត្តយើងនឹងគឺអត់រីមាយទេណាដូច្នោះកាលណាចិត្តយើងអត់រីមាយគឺបល័យគេដាក់ថាចិត្តតាសៈឯកកតាប្រែថាសភាវៈចិត្តមានអារម្មណ៍តែមួយគឺលោកហៅថាអវិខេបៈសមាធិសមាធិដែលចិត្តយើងមិនរីមាយអានេះហើយនាំឲ្យយើងឈានទាំងអស់ហ្នឹងយើងធ្វើទៅចិត្តបានចូលឈានទៅគ្រប់ឈានរហូតដល់ឈានទី9ហ្នឹងដោយសារចិត្តយើងមិនរីមាយនេះឯងហ្នឹងគេហៅអវិខេនេះលោកដាក់ហើយណាឈ្មោះថាអវិខេបៈសមាធិណាហើយព្រោះមើលមកបល័យវិញស្រួលជាងឥឡូវយើងងាកមកបល័យតិចណាតើលោកដាក់ថាសមាធិ8គឺចិត្តឯកកតាហ្នឹងមានន័យថាម៉េចឯកកតាហ្នឹងមានន័យថាម៉េចយើងមកមើលបល័យវិញស្រួលជាងថាអាត្មាមើលញាតិញោមមើលតាអាត្មាទៅណារៀនបល័យតិចទៅនេះគេលោកដាក់នេះលោកដាក់ថាចិត្តសៈឯកកតាឃើញទេប្រែថាសភាវៈចិត្តមានអារម្មណ៍មួយតែមួយឬក៏សភាវៈចិត្តមានអារម្មណ៍តែមួយណាហើយលោកដាក់ថាគឺជាអវិខេបនេះអវិខេបោសមាធិណាកាលណាយើងរកកសិនមួយទៅដូចអាត្មាអញ្ចឹងគឺអាត្មារកលោហិតកសិនប៉ុន្តែមុនដំបូងអត់ដឹងថាយើងរកស្អីទេលោកឲ្យមើលទៅលើអាកាសយើងចេះមើលតាមលោកទៅអាត្មាកាលនោះអាត្មាដូចសំណាងអាត្មាដែរអាត្មាមើលទៅប្រចាំហើយស្រាប់តែរួចទៅចេញពលឺចេញកសិនពណ៌ក្រហមមកគឺលោកហៅថាលោហិតកសិនណាដូច្នោះអាត្មានិយាយតាកន្លែងណាដែលអាត្មាដឹងឯណាអាត្មាអត់ដឹងអាត្មាអត់និយាយទេពុទ្ធក៏លោកបានបញ្ជាក់ឲ្យថាសម្ដែងធម៌គឺសម្ដែងធម៌ណាដែលកើតនៅក្នុងខ្លួនយើងកុំសម្ដែងធម៌ណាដែលវាអត់កើតក្នុងខ្លួនយើងផងយើងចិត្តថាសម្ដែងអាហ្នឹងអត់កើតទេណាដូច្នោះរកសិននេះគឺមានផលប្រយោជន៍ណាហើយគ្រូមុំបែបមិនដឹងអីពុទ្ធលោកប្រាប់ថាកសិនតែត្រូវចម្រើនមើលងើយទៅមើលទៅលើអាកាសមិនដឹងមើលអីលោកថាអាត្មាសូមផ្អាកតែប៉ុណ្ណឹងសិនទៅនេះសមាធិ8គឺចិត្តជាឯកកតានឹងគឺញាតិញោមមើលបល័យវិញទៅគិតតាមបល័យស្រួលជាងគឺចិត្តតាសៈឯកកតាណាសភាវៈចិត្តមានអារម្មណ៍តែមួយឬក៏សភាវៈចិត្តមានអារម្មណ៍មូលតែមួយតើយ៉ាងម៉េចទៅទៀតអាត្មានឹងបង្ហាញនាំញាតិញោមចូលទៅ3 17នេះ3 17ទំព័រ98ឲ្យញាតិញោមមើលនេះចិត្តតាសៈឯកកតាឃើញណាចិត្តតាសៈឯកកតាសភាវៈចិត្តមានអារម្មណ៍មូលតែមួយលោកហៅថាសម្មាសមាធិគឺជាសមាធិត្រូវនេះសៈបានន័យថាប្រកបដោយសៈនេះមកបែរខ្មែរថាប្រកបដោយឧបនិស្សោប្រកបដោយឧបនិស្ស័យណាឥឡូវ
ថ្មមើលប៉ុណ្ណឹងហើយយើងមើលមកខ្មែរវិញតើលោកប្រែថាម៉េចលោកដាក់ថាមនាលអ្នកដ៏ចម្រើនមនាលអ្នកដ៏ចម្រើនទាំងឡាយសភាវៈនៃចិត្តមានអារម្មណ៍តែមួយនេះណាលោកហៅថាសម្មាសមាធិណាគឺសមាធិត្រូវសម្មាថាត្រូវសមាធិត្រូវលោកហៅថាសម្មាសមាធិដ៏ប្រសើរណាប្រកបដោយឧបនិស្ស័យផងណាដូច្នោះកណាចិត្តយើងនេះចិត្តសៈឯកកតានេះសភាវៈនៃចិត្តណាឬក៏សភាវៈចិត្តមានអារម្មណ៍តែមួយនេះលោកថាជាសមាធិត្រូវសម្មាសមាធិហើយប្រកបដោយឧបនិស្ស័យអ្នកដែលខ្មែរយើងចំណាំនិយាយថាអូតើមានឧបនិស្ស័យហ្នឹងបានរហូតថឃើញណាដូច្នោះគឺយើងដើម្បីឲ្យយើងមានឧបនិស្ស័យគឺត្រូវធ្វើម៉េចឲ្យចិត្តយើងហ្នឹងគឺមានអារម្មណ៍តែមួយហើយដើម្បីមានអារម្មណ៍តែមួយត្រូវមើលអីព្រះពុទ្ធថាឲ្យមើលទៅលើអាកាសគឺមើលប្រចាំណាដូច្នោះព្រះពុទ្ធលោកប្រាប់នេះប្រាប់អស់ហើយប្រាប់ពីមួយទៅមួយអស់ហើយឥឡូវយើងមើលបន្តទៀតឥឡូវអាត្មាសូមបញ្ជាក់បន្តិចណាគឺក្នុងអដ្ឋង្គិកមៈលោកចែកអ្វីទៅជាព្រះពុទ្ធលោកចែកថាអ្វីទៅជាសមាធិខណ្ឌនោះគឺសមាធិខណ្ឌឬក៏យើងហៅខ្លីថាអ្វីទៅជាសមាធិនិងសមាធិគឺលោកនិយាយអំពីសមាវិយមៈសមាសតិនិងសមាសមាធិណា3ហ្នឹងគឺជាសមាធិខណ្ឌឬក៏យើងហៅកាត់ខ្លីថាសមាធិណាតែជាតួសមាធិតាមមានអ្វីនៅជំនឿលោកដាក់ថាសមាសតិណាបានន័យថាសតិត្រូវដែលយើងធ្វើសមាធិយើងមិនប្រើសតិដើម្បីឲ្យសតិយើងទៅក្នុងផ្លូវត្រូវសមានេះទៅផ្លូវសមាគឺទៅផ្លូវត្រូវយ៉ាងម៉េចនេះលោកដាក់ទៀតសមាសតិរមែងមានដល់បុគ្គលដែលស្ថិតនៅក្នុងសមាវិយមៈតើយើងមានសមាវិយមៈយើងព្យាយាមត្រូវបានយើងមានបាសតិយើងទៅផ្លូវត្រូវណាមើលតទៅទៀតសមាសមាធិណាមិញអស់ពីណាសមាសតិនិងសមាវិយមៈដើម្បីឲ្យសតិទៅផ្លូវត្រូវព្យាយាមក្នុងផ្លូវត្រូវគឺសមាវិយមៈដើម្បីឲ្យមានសមាធិត្រូវទៅមានអីលោកដាក់នេះសមាសមាធិរមែងមានដល់បុគ្គលដែលស្ថិតនៅក្នុងសមាសតិបានន័យថាបើយើងចង់បានការធ្វើសមាធិទៅក្នុងផ្លូវត្រូវគឺសមាសមាធិគឺត្រូវមានត្រូវសតិយើងធ្វើម៉េចឲ្យសតិយើងទៅចំផ្លូវត្រូវណាចឹងបានលោកដាក់ថាសមាសមាធិរមែងមានដល់បុគ្គលដែលស្ថិតនៅក្នុងសមាសតិឥឡូវនេះអាត្មាសូមនិយាយកាត់ខ្លីៗវិញដើម្បីឲ្យញាតិញោមស្រួលស្ដាប់គឺដើម្បីមានសមាសតិដើម្បីឲ្យសតិយើងទៅក្នុងផ្លូវត្រូវមានសមាវិយមៈគឺការព្យាយាមត្រូវណាដើម្បីមានសមាសមាធិគឺសមាធិត្រូវមានគឺសតិយើងឲ្យទៅកាន់ផ្លូវត្រូវគឺសមាសតិណាកាលណាយើងមានសមាធិសមាសមាធិគឺសមាធិត្រូវតើមានអ្វីទៀតជាមួយព្រះពុទ្ធលោកប្រាប់ថាសម្មាសូមពវល់បន្តិច
ពិបាកបន្តិចណាសូមញាតិញោមនេះណាហើយលោកដាក់ថាអាត្មានិយាយកាត់ខ្លីថាកាលណាយើងសមាវិយមៈគឺនាំឲ្យយើងមានសមាសតិណាកាលណាយើងកាលណាសតិយើងទៅក្នុងផ្លូវត្រូវហើយគឺព្រោះយើងធ្វើសមាធិមិនប្រើសតិដូច្នោះកាលណាសតិយើងទៅនេះសមាសតិកាលណាសតិយើងទៅក្នុងផ្លូវត្រូវហើយយើងកត់ជាងយើងធ្វើសមាធិហ្នឹងទៅក្នុងផ្លូវត្រូវហើយណាលោកហៅថាសមាធិត្រូវគឺសម្មាសមាធិដល់យើងមានសមាធិវាមានអីទៀតគេមើលពុទ្ធលោកប្រាប់គឺលោកថាមានគណៈយើងសមាធិគឺយើងសមាធិត្រូវហើយយើងនឹងមានសមានេះលោកថាមានសមាញាណៈណាដូច្នោះកាលណាយើងមានសមាញាណៈហើយយើងមានអីទៀតណាសមាញាណៈរមែងមានដល់បុគ្គលដែលស្ថិតនៅក្នុងសមាសមាធិណាកាលណាយើងសមាធិត្រូវហើយយើងមានសមាញាណៈហើយដូច្នោះកាលណាយើងមានសមាញាណៈហើយយើងមានអ្វីទៀតសមាវិមុតតិនេះសមាវិមុតតិដូច្នោះអស្ចារ្យគឺសមាវិមុតតិគឺការរួចស្រឡះចាកកិលេសក្នុងផ្លូវត្រូវហ្មងដូច្នោះអ្វីទាំងអស់ហ្នឹងគឺកើតមកអំពីកសិនដែលយើងមើលទៅលើអាកាសនោះកាលលើកមុនអាត្មាថាឲ្យរៀននៅនិមិត្តគឺមើលទៅលើអាកាសថ្ងៃនេះអាត្មាយកបៃដក19មកបញ្យល់ប្រាប់ញាតិញោមឲ្យឃើញថាអ្វីទៅប្រចាំដែលអាត្មាឃើញហ្នឹងគឺពពុទ្ធលោកហៅថាលោហិតកសិនគឺអាត្មាបានមើលប្រចាំណាដូច្នោះកសិន10ហ្នឹងគឺអាត្មាឃើញមួយគឺលោហិតកសិនហើយអាត្មារៀបរាប់តែមួយហ្នឹងទេអាត្មាអត់និយាយកសិន9ទៀតអាត្មាអត់និយាយទេពីព្រោះវាអត់មានកើតក្នុងខ្លួនពពុទ្ធលោកថាធម៌ដែលមិនមានកើតក្នុងខ្លួនយើងកុំនិយាយដូច្នោះអាត្មានិយាយតែធម៌ណាដែលអាត្មារកឃើញណាដូច្នោះកសិនដែលអាត្មាមើលងើយដែលពពុទ្ធលោកឲ្យងើយមើលទៅលើអាកាសហ្នឹងគឺអាត្មាមើលប្រចាំដូច្នោះអាត្មាឃើញប្រចាំពណ៌ក្រហមពពុទ្ធលោកហៅថាលោហិតកសិនដូច្នោះលោហិតកសិនហ្នឹងហើយណាកាលណាយើងរកបានកសិនហ្នឹងវាធ្វើឲ្យយើងមានចិត្តយើងនេះគឺស្ថិតនៅក្នុងសភាវៈចិត្តមានអារម្មណ៍តែមួយចិត្តសៈឯកកតានឹងហើយដែលធ្វើឲ្យយើងមានរហូតទៅដល់សមាញាណៈសមាវិមុតតិណាទៅដល់សមាសវិមុតតិចប់ព្រាហ្មណ៍ម្នាក់នោះសួរលោកថាតើចិត្តយើងនេះមានអ្វីជាទីពឹងពុទ្ធថាចិត្តយើងនេះមានសតិជាទីពឹងណាហើយព្រាហ្មណ៍សួរបន្តទៀតថាតើសតិមានអ្វីជាទីពឹងសតិមានវិមុតតិជាទីពឹងណាហើយព្រាហ្មណ៍សួរបន្តទៀតថាដល់ពេលព្រាហ្មណ៍សួរថាតើវិមុតតិមានអ្វីជាទីពឹងពុទ្ធថាវិមុតតិមានប្រណិពានជាទីពឹងហើយព្រាហ្មណ៍សួរបន្តទៀតថាតើប្រណិពានមានអ្វីជាទីពឹងពុទ្ធថាមនាលព្រាហ្មណ៍សំណួររបស់ព្រាហ្មណ៍ហួសហើយលោកថាហួសហើយបានន័យថាវាអស់ត្រឹមប្រណិពានហ្នឹងហើយដល់ព្រាហ្មណ៍នឹងសួរតើប្រណិពានមានអ្វីជាទីពឹងពុទ្ធថាសំណួររបស់ព្រាហ្មណ៍ហ្នឹងគឺវាហួសហើយណាវាហួសហើយនៃការនិយាយថាលើសហើយណាខ្មែរយើងសម័យនេះនិយាយថាលើសហើយដូច្នោះថ្ងៃនេះគឺអាត្មាពយល់កន្លែងសំខាន់ដល់ញាតិញោមដូច្នោះថ្ងៃនេះនិយាយពីកសិន
នឹងគឺអាត្មាបានរៀបរាប់អស់ហើយព្រះពុទ្ធលោកបានបញ្យល់ប្រាប់អស់ហើយហើយអាត្មាក៏បានណែនាំញាតិញោមអស់ហើយដូច្នេះអាត្មាថាសំគួរដល់បញ្ចប់រឿងកសិនត្រឹមប៉ុណ្ណេះចុះចាំថ្ងៃក្រោយអាត្មានឹងធម្មទេសនាលើកក្រោយអាត្មានឹងបញ្យល់អំពីអង្គឈានពីព្រោះអង្គឈានក៏សំខាន់ដែរណាដូច្នេះសូមអរគុណនិងសូមអរព្រគុណ